ស្ត្រីនោះត្រូវជន់ដៃដទម្លាក់ពីលើច្រាំងថ្មស្លាប់ភ្លាមអ្វីដែលចម្លែកនោះគឺបន្ទាប់ពីស្រូបយកឈាមរបស់នាងរួចដើមស្វាយក្រោមច្រាំងថ្មបានទទួលវិញ្ញាណដោយសារឈាមរបស់ស្ត្រីក៏អាចបង្កើនការដាំដុះបានដែរនោះវិញ្ញាណរបស់វីឡូភ្លាមប្រែទៅជាទម្រង់មនុស្សឃើញថាស្ត្រីនោះត្រូវបងស្រីពាក់កណ្ដាលសម្លាប់ដែលធ្វើដើម្បីមរកគ្រួសារដើម្បីតបស្នងនៅសេចក្តីសប្បុរសរបស់នារីនោះវិញ្ញាណកំណាចបានប្រើមន្តអាគមរបស់ខ្លួនដើម្បីនាំនាងថាវាអាចជួយនាងឲ្យសងសឹកបានលុះត្រាតែនាងអនុញ្ញាតឲ្យវិញ្ញាណចូលរូបកាយរបស់នាងដើម្បីឲ្យអ្នកទាំងពីរអាចយកភាគមួយមកជាមួយគ្នាបន្ទាប់មកវិញ្ញាណវីឡូបានចូលទៅក្នុងខ្លួនរបស់នាងហើយពួកគេបានចេញដំណើរជាមួយគ្នាដើម្បីសងសឹកអូនស្រីដែលមានគំនិតខណៈនោះនារីដែលមានគំនិតឆ្មើងឆ្មៃមានមោទនភាពចំពោះខ្លួនឯងដោយឃើញបុរសចំណាស់នៅលើគ្រែស្លាប់របស់គាត់ស្ទើរតែដកដង្ហើមមិនរួចនាងស្នងរកតែមួយគត់នៃគ្រួសារដើម្បីពន្លឿនរឿងនេះនាងបានស្នើថាពួកគេគួរតែបញ្ចប់ការឈឺចាប់របស់បុរសទាំងបានផ្ដល់ការដោះសារដែលមើលទៅសមហេតុផលនិយាយថាជីតារបស់នាងមានមោទនភាពខ្លាំងណាស់ក្នុងការរស់នៅមួយដែលគាត់មិនអាចក្រោយពីប្រាប់ថានាងរៀបចំសម្រាប់ខ្លួនប៉ុន្តែភ្លាមនោះមានអ្នកបម្រើម្នាក់ជាមួយព័ត៌មានបងស្រីរបស់នាងសូហ្វីបានត្រឡប់មកវិញក្មេងស្រីដែលមានគំនិតមិនព្រមជឿព្រោះនាងមានគ្រាន់តែបោះសូហ្វីចេញពីច្រាំងថ្មដោយដៃរបស់នាងផ្ទាល់តើសូហ្វីអាចត្រឡប់មកវិញដោយរបៀបណាប៉ុន្តែដោយឃើញអ្នកបម្រើមើលទៅធ្ងន់ធ្ងរនាងក៏សម្រេចចិត្តទៅមើលខ្លួនឯងភ្លាមនាងបានចូលទៅក្នុងសាលនាងបានឃើញសូហ្វីដើរចូលទៅក្នុងដោយមានឆ័ត្រនិងមុខមាត់ស្លាប់នៅអ្នករាល់គ្នានៅក្នុងបន្ទប់មានការភ័យខ្លាចព្រោះពួកគេបានឃើញការធ្វើឃាតរបស់សូហ្វីរបស់ពួកគេផ្ទាល់ហើយនាងត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅពេលនោះប្រហែលជាសូហ្វីបានវិញ្ញាណសងសឹកដើម្បីស្វែងរកការពិតពួកគេបានពិនិត្យយ៉ាងឆាប់រហ័សដើម្បីមើលថាតើសូហ្វីមានពេលមើលឲ្យចិត្តឃើញនាងនៅរស់ដូច្នេះមិនមានអ្វីដែលត្រូវខ្លាចនោះទេខ្លាចសូហ្វីតស៊ូដើម្បីមរកម្ដាយចុងបានទះកំភ្លៀងនាងពេញមុខហើយប្រមាននាងកុំឲ្យជួបបុរសចំណាស់នោះម្ដាយចុងដឹងច្បាស់ថាសូហ្វីគឺជាចៅស្រីសំណប់របស់គាត់ប្រសិនបើពួកគេបានជួបគ្នាមុនពេលគាត់ស្លាប់ទៅសូហ្វីពួកគេបានគិតថាសូហ្វីនឹងវាយបកវិញបន្ទាប់ពីត្រូវបានគេវាយនៅពេលនោះមន្តសការនៅក្នុងខ្លួនរបស់នាងមិនមែនជាវិញ្ញាណដទៃទេដូច្នេះនាងមិនអាចការពារខ្លួននាងតតែសោះផ្ទុយទៅវិញនាងបានធ្វើដូចមុនដោយខ្លាចក្រែងឃើញថាម្ដាយចុងនិងក្មេងស្រីដែលមានគំនិតធ្វើបាបនាងកាន់តែខ្លាំងពួកគេបានវាយនាងដោយគ្មានមេត្តាម្ដាយចុងវាយនាងម្ដងហើយម្ដងទៀតសូហ្វីមិនអាចការពារបានទាំងស្រុងទេព្រោះការដឹងខ្លួនរបស់នាងស្ថិតក្នុងការគ្រប់គ្រងនាងបានអង្វរវិញ្ញាណអ្នកខន់ឲ្យជួយនាងនៅពេលនេះមន្តសការនៅក្នុងខ្លួនរបស់សូហ្វីគឺជាវិញ្ញាណម្ដាយចុងដ៏ល្ងងនៅតែព្យាយាមវាយប្រហារនាងប៉ុន្តែមួយផ្លែតពីសូហ្វីធ្វើឲ្យនាងហោះចម្ងាយ800ម៉ែត្រដោយមើលឃើញថាមនុស្សគ្រប់គ្នានៅក្នុងគ្រួសារលូអាក្រក់យ៉ាងណានោះវិញ្ញាណវីឡូបានអង្គុយយ៉ាងស្ងប់ស្ងាត់បារីមួយដើមដែលនាងមិនបានជួបបារីក្នុងរយៈពេល1000ឆ្នាំមកហើយព័ត៌មានជំនួយនៃអារម្មណ៍ភាពលើសលប់របស់នាងបានបញ្ជាក់ថានាងត្រៀមខ្លួនជាស្រេចដើម្បីលេងជាមួយម្ដាយចុងដែលល្ងងនៅតែព្យាយាមវាយសោភ័ណ្ឌដោយប្រើអំបោះប៉ុន្តែនៅវិនាទីបន្ទាប់